ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយទៀតហើយមកបង្ហាញបងប្អូនទាំងអស់គ្នាគឺសាច់គោស្លម្ជូរគ្រឿងជាមួយស្លឹកម្កាក់ដោយប្រើខ្ទិះដូងតាមរបៀបអ្នកស្រុករបស់ខ្ញុំណាអញ្ចឹងដំបូងខ្ញុំបានចិញ្ច្រាំម្ទេសផ្លោកដែលបានត្រាំរួចហ្នឹងចិញ្ច្រាំឲ្យម៉ត់ហើយបន្ទាប់មកខ្ញុំចិញ្ច្រាំប្រហុកហើយប្រហុកនេះខ្ញុំប្រើតែបន្តិចដើម្បីយកក្លិនណាព្រោះអីគ្រួសារខ្ញុំក៏អត់សូវចូលចិត្តប្រហុកខ្លាំងទេបើពីមុនហ្នឹងក៏អត់ចេះញ៉ាំតែម្ដងតែឥឡូវយើងរៀនញ៉ាំយូរទៅចេះខ្លះៗហើយបងប្អូនណាអញ្ចឹងយើងមានគ្រឿងក្រូវរបស់យើងដែលយើងបានបុករួចហើយដូចជាស្លឹកគ្រៃហ្នឹងយើងមានស្លឹកក្រូចសើចរំដេងរមៀតខ្ទឹមអំបិលបន្តិចអីយើងបានបុករួចហើយបន្ទាប់មកយើងដាក់ចូលក្នុងឆ្នាំងមកហើយដាក់ទឹកត្រីចំនួន2ស្លាបព្រាស្ករសចំនួន1ស្លាបព្រាកន្លះហើយក្នុងគ្រឿងហ្នឹងគឺខ្ញុំអត់បានថែមអំបិលទៀតទេដោយសារតែយើងមានប្រើប្រហុកហើយនឹងអំបិលជាមួយគ្រឿងហើយអញ្ចឹងខ្លាចប្រៃយើងប្រើប៉ុណ្ណឹងសិនហើយដាក់ម្ទេសដែលយើងចិញ្ច្រាំចូលហ្នឹងដើម្បីយកពណ៌ម្ទេសទារបស់យើងហ្នឹងហើយលើកនេះខ្ញុំអត់បានបងប្អូនចង់រំលឹងគ្រឿងដាក់សាច់ហ្មងក៏បានតែខ្ញុំធ្វើលើកនេះខ្ញុំធ្វើបែបនេះវិញព្រោះអត់ចង់ប្រើខ្លាញ់រំលឹងហើយមួយទៀតដូងយើងទុំវាយ៉ាងដោះខ្ញុំខ្លាចធំក្លិនប្រេងអញ្ចឹងយើងប្រើគ្រឿងច្បល់ហើយដាក់ទៅលើភ្លើងវិញហើយខ្ញុំបានដូចប្រេងខ្យងចំនួន2ស្លាបព្រាបាយដែរអញ្ចឹងយើងដាក់សាច់ដែលយើងបានលាងសម្អាតហើយស្វាយជាមួយនឹងអំបិលជំរះក្លិនគោនឹងហើយដាក់ចូលក្នុងគ្រឿងដែលយើងច្បល់បាញ់នេះមិញហ្នឹងមកច្បល់គោឲ្យសព្វហើយបងប្អូនត្រូវផ្អាប់ថែជា5នាទីផងដើម្បីសាច់យើងនឹងចូលក្នុងជាតិដែលយើងបានប្រឡាក់ច្បល់ជាមួយគ្នាហ្នឹងណាហើយដោយស្ដាយគ្រឿងដែលជាប់ច្រើននៅត្បាល់ហ្នឹងខ្ញុំបានយកសាច់បន្តិចយកទៅប្រឡាក់នៅក្នុងត្បាល់ហ្នឹងដើម្បីឲ្យជ្រះគ្រឿងល្អហ្នឹងបន្ទាប់ពីយើងច្បល់រួចហើយខ្ញុំក៏យកវាទៅដាក់លើភ្លើងហើយខ្ញុំថែមជាមួយគល់ស្លឹកគ្រៃស្លឹកក្រូចសើចនិងរំដេងថែមទៀតដែលយើងអត់បានហាន់ហ្នឹងដើម្បីកាត់ក្លិនថែមទៀតណានេះថ្លើមហើយនឹងឈាមគឺខ្ញុំអត់ទាន់បានដាក់ទេទុកដាក់ក្រោយព្រោះហ្នឹងវាអត់ស្វិតណាចឹងនេះបន្ទាប់ពីយើងដាក់ឲ្យវាពុះមករំពុះហើយប្រហែលប៉ុណ្ណេះហើយចឹងចាប់ដើមមានក្លិនឈ្ងុយឲ្យបងប្អូនហើយម្ហូបនេះនិយាយទៅបើសិនជាយើងមានពេលទេពិបាកក្នុងការធ្វើដែរមានរសជាតិឆ្ងាញ់មែនប៉ុន្តែយើងត្រូវចំណាយពេលវេលាធ្វើរងាស់បើយើងយកសាច់ផុយមកក៏អត់សូវឆ្ងាញ់ដែរអញ្ចឹងបានយកសាច់ជាប់កែងជាប់អីអញ្ចឹងបងប្អូនហើយពុះខ្ចីហើយលាយគ្នាអញ្ចឹងមកឆ្ងាញ់ណាស់បងប្អូនហើយយើងអាចធ្វើរាងច្រើនតិចទៅដើម្បីទុកញ៉ាំពីរពេលเลยតែម្ដងព្រោះអីវាពិបាកក្នុងការស្លនេះបន្ទាប់មកខ្ញុំបានបង់ខ្ទិះដូងចុងមុនហើយបន្ទាប់ពីសាច់ផុយល្អហើយខ្ញុំក៏បានថែមជាមួយនឹងត្រកួនដែលយើងបានជ្រៀករួចហើយក៏បានដាក់ស្លឹកម្កាក់រួចហើយដែរដើម្បីធ្វើជាម្ជូរហើយចុងក្រោយខ្ញុំថែមខ្ទិះដូងដើមពីលើបន្តិចដើម្បីឲ្យសម្លយើងកាន់តែឈ្ងុយហើយខាប់ល្អបងប្អូនកុំចាក់អស់ពេកវាដោយកាកក្រហមចាអរគុណច្រើនបង